Elon Musk ដែលជាមហាសេដ្ឋីនៅលើពិភពលោកគឺមានកូនប្រុសចំនួន2នាក់ដែលនៅក្នុងចំណោម2នាក់ហ្នឹងគឺមានកូនប្រុសម្នាក់គឺជាអ្នកដែលបដូរភេទហើយអ្នកដែលបដូរភេទនេះគឺមានឈ្មោះថា Vivian ហើយ Elon Musk អត់ដែលផ្ដល់ភាពកក់ក្ដៅទៅឲ្យ Vivian ឡើយហើយ Vivian គឺប្រឹងរស់នៅដោយឯករាជ្យខ្លួនឯងខ្លាំងមែនទែនបោះមកស្គាល់ Vivian ដែលជាកូនរបស់មហាសេដ្ឋីនៅលើពិភពលោកទាំងអស់គ្នានិយាយរួមទៅ Vivian ហើយនិងឪពុកគឺមានទំនាក់ទំនងជាមួយគ្នាអត់សូវល្អទេសារតែ Elon Musk គឺជាមនុស្សម្នាក់ដែលអត់សូវចូលចិត្តទៅកាន់អ្នកដែលស្រឡាញ់ភេទដូចគ្នាទេតែធ្វើឲ្យទំនាក់ទំនងឪពុកពីរនាក់នេះគឺអត់ត្រូវគ្នាហ្មងទេតែ Vivian មានឈ្មោះដើមថា Xavi Alexander Musk ហើយនាងបានបដូរឈ្មោះទៅកាន់ Vivian Jenna Wilson ហើយនាងបានរស់នៅជាមួយនឹងមិត្តស្រីបន្ទាប់ពីការចាក់ចេញពីផ្ទះរបស់ Elon Muskហើយ Vivian នេះដែរគឺបានបដូរភេទជាផ្លូវការនៅក្នុងឆ្នាំ2020ហើយ Vivian នេះអត់មានសិទ្ធិនៅក្នុងការយកលុយរបស់ Elon Musk ឬមួយក៏ចាយលុយរបស់ Elon Musk ឡើយហើយ Vivian ក៏មិនដែលចង់បានលុយរបស់ Elon Musk ដែរនិយាយរួមទៅគឺនាងចង់រស់នៅដោយឯករាជ្យខ្លួនឯងតែម្ដងហើយនាងបានចូលទៅក្នុងកម្រាលព្រំជាលើកដំបូងគឺមានការចាប់អារម្មណ៍ច្រើនខ្លាំងមែនទែនជាមួយនឹងកម្ពស់ដ៏ខ្ពស់ស្រឡះរបស់នាងហើយនឹងរឿងអាស្រូវដ៏គួរឲ្យចាប់អារម្មណ៍មួយនេះហើយបន្ទាប់ពីរឿងនេះលេចឡើងទៅកាន់ពិភពលោកអ្នកដែល LGBTQ ជាច្រើនគឺមានការស្អប់ទៅកាន់ Elon Musk ច្រើនខ្លាំងមែនទែនហើយ Vivian ដែលជាកូនរបស់ Elon Musk នេះគឺតែងតែលើកទឹកចិត្តទៅកាន់អ្នកដែលស្រឡាញ់ភេទដូចគ្នាកុំឲ្យពឹងទៅលើទ្រព្យសម្បត្តិឪពុកឲ្យសោះVivian ក៏ព្យាយាមរស់នៅដោយភាពស្ងប់ស្ងាត់ខ្លាំងមែនទែនធ្វើអ្វីដែលនាងស្រឡាញ់និងចូលចិត្តដោយខ្លួនឯងហើយនាងក៏បានចែករំលែកទៅក្នុងបណ្ដាញសង្គមដែរថាគឺនាងអត់ចង់និយាយអំពីឪពុករបស់នាងទេហើយ Vivian នេះក៏មានភាពក្លាហានមិនណយដែរគឺនៅពេលដែលនាងមានអាយុ18ឆ្នាំនាងបានស្នើសុំទៅកាន់តុលាការស្នើឯកសារបដូរឈ្មោះហើយនិងបដូរភេទនៅលើឯកសារច្បាប់និយាយរួមទៅទោះបីជាអំណាចឪពុកម្មាច់ក៏ដោយក៏នាងត្រូវតែជំនះធ្វើអ្វីដែលនាងចង់ធ្វើដែរមិនថាចំនួនណាសម័យណាទេនៅតែមានអញ្ចឹងអ្នកដែលរើសអើងអ្នកដែលស្រឡាញ់ភេទដូចគ្នាសូម្បីតែមហាសេដ្ឋីចុងវិញពិភពលោក Elon Musk ក៏នៅតែអត់ពេញចិត្តជាមួយនឹងកូនគាត់ដែរអញ្ចឹងអ្វីដែលយើងអាចធ្វើបានគឺយើងត្រូវតែធ្វើអ្វីដែលយើងស្រឡាញ់ត្រូវតែឯករាជ្យលើខ្លួនឯងកុំពឹងលើអ្នកដទៃ Bye bye, see you in next video. I hope you experience only good in your lives. All home bisexual.